សួស្តីអ្នកទាំងអស់គ្នាបើត្រឡប់មកជួបជាមួយនឹងខ្ញុំបាទ J2 Studios ម្ដងទៀតហើយចឹងនៅថ្ងៃនេះដែរខ្ញុំនឹងទៅបន្តការសម្រាយរឿង Toy Story វគ្គ 2 បន្តពីវគ្គ 1 ម្ដងទៀតដូចនេះបានអ្នកទាំងអស់គ្នាមិនទាន់បានមើលវគ្គ 1 ទេអ្នកទាំងអស់គ្នាក៏អាចចូលទៅមើលវគ្គ 1 សិនបានដែរខ្ញុំនឹងដាក់ link ជូនអ្នកទាំងអស់គ្នានៅក្នុង comment ដែលសាច់រឿងមួយនេះដែរនឹងនិយាយអំពីតុក្កតានិងរបស់លេងជាច្រើនដែលជាសំណប់ចិត្តរបស់ពួកគេថាតើនៅពេលដែលពួកគេនឹងចាប់ផ្ដើមធំពេញវ័យនោះតើពួកគេនឹងបន្តការលេងតុក្កតានេះទៀតដែរឬទេចឹងមុននឹងចូលទៅដល់សាច់រឿងខ្ញុំក៏សូមអ្នកទាំងអស់គ្នាជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូសម្រាប់រឿងបន្តទៀតដូច្នេះកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការទស្សនាសាច់រឿងទាំងអស់គ្នាផ្ដើមសាច់រឿងមកយើងឃើញថា Buzz Lightyear យើងនៅពេលនេះនឹងគាត់កំពុងតែហោះចេញពីភពមួយទៅភពមួយទៀតបានយ៉ាងលយនៅពេលដែលចូលទៅដល់ភពមួយទៀតនោះក៏មានមនុស្សយន្តជាច្រើនបានមកធ្វើការលំពាត់គាត់ហើយគាត់នឹងក៏បានបាញ់ឡាស៊ែចូលទៅដុំពណ៌ក្រហមមួយបន្ទាប់មកដុំឡាស៊ែនោះក៏បានបំលែងឡាស៊ែរបស់គាត់នឹងឲ្យចេញជាច្រើនដែលធ្វើឲ្យឡាស៊ែរបស់គាត់ទាំងអស់នោះកំទេចក្រុមមនុស្សយន្តទាំងអស់នោះខ្ទេចខ្ទីគ្មានសល់តែម្ដងបន្ទាប់មក Buzz Lightyear របស់យើងគាត់ក៏បានហក់ចូលទៅក្រោមដីរួចគេនឹងក៏បើកភ្លើងដែលចេញពីខោអាវរបស់គេបន្ទាប់មក Buzz ក៏បានរត់ចូលទៅក្នុងផ្លូវមួយហើយក៏មានអន្ទាក់ដ៏មុតស្រួចបានដេញតាមគេ Buzz ក៏ព្យាយាមរត់ចេញពីទីនោះឲ្យបានយ៉ាងលឿនបំផុតហើយនៅទីបំផុតហ្នឹងគេក៏អាចរត់ចេញពីទីនោះបានដោយសារតែភាពជោគជ័យហើយគេក៏បានបន្តដំណើរទៅមុខទៀតគេដើរមិនប្រយ័ត្នហ្នឹងក៏រអិលជើងធ្វើឲ្យគេធ្លាក់ចុះក្រោមហើយគេនឹងក៏បានចុចក្បាលខ្សែក្រវ៉ាត់របស់គេដែលធ្វើឲ្យមានថាមពលពណ៌ខៀវមួយហើយថាមពលពណ៌ខៀវនោះក៏បានស្រូបយកកាក់ទាំង3នោះហោះឡើងមកលើវិញជាមួយនឹង Buzz Lightyear ហើយគេនឹងក៏បានយកដៃទៅចាប់យកថ្មពិលនោះហើយស្រាប់តែគេមិនអាចចាប់ថ្មពិលនោះបានទេក៏ព្រោះតែថ្មពិលនោះវាគ្រាន់តែជាភ្លើងដែលសម្រាប់គេដាក់តាំងលម្អតែប៉ុណ្ណោះបន្ទាប់មកស្រាប់តែមានមនុស្សយន្តមួយបានហោះឡើងមកលើហើយមនុស្សយន្តនឹងដែរនោះមានឈ្មោះថាមនុស្សយន្ត Zurg ហើយមនុស្សយន្ត Zurg នេះដែរគឺជាសត្រូវស្លាប់រស់ជាមួយនឹង Buzz Lightyear តែម្ដងបន្ទាប់មកមនុស្សយន្តនោះក៏បានបើកការវាយប្រហារមកកាន់ Buzz Lightyear Buzz គេក៏បានយកកាក់មកធ្វើជារនាំងហើយគ្រាប់កំភ្លើងនោះក៏បានឡងមកទៅមុខរបស់ Zurg វិញហើយ Buzz គេក៏បានហក់ឡើងពីលើ Zurg ក៏ត្រូវបាន Zurg នឹងដាក់មួយកំភ្លើងចំខ្លួនខ្ទេចបាត់ទៅតែតាមពិតរឿងទាំងអស់នេះវាគ្រាន់តែជាការលេងហ្គេមរបស់ Dinosaur Rick តែប៉ុណ្ណោះសាមហ្មងខំតែល្អមើលបន្ទាប់មកក៏លេចមុខ Woody របស់យើងចេញពីក្នុងថតតុកដែលគេនៅពេលនេះកំពុងតែដើររកមួករបស់គេក៏ព្រោះតែថ្ងៃនេះនឹងគេត្រូវទៅបោះតង់ជាមួយនឹងម្ចាស់សំណប់ចិត្តរបស់គេដែលមានឈ្មោះថា Andy ផងដូច្នេះគ្រប់គ្នាក៏បានជួយរកមួកឲ្យ Woody បូនាងបានមកនិយាយលើកទឹកចិត្ត Woody ថាទោះបីជាបងនឹងគ្មានមួកនោះក៏ដោយក៏ Andy នៅតែយកបងទៅតាមដែរហើយពួកគេនឹងបំរុងនឹងថើបគ្នាទៅហើយនឹងស្រាប់តែជាមរបស់នាងនឹងបានស្អែករំខានជាមួយនឹង Rex ដែលធ្វើឲ្យពួកគេនឹងមិនបានថើបគ្នានឹងឯងហើយនៅទីបំផុត Slinky ក៏បានរកមួករបស់ Woody ឃើញបន្តិចក្រោយមកនឹងក៏មានសម្លេងឆ្កែដើរចូលមកបន្ទប់របស់ Andy ពួកគេនឹងក៏ប្រញាប់រត់ចូលទៅកន្លែងវិញរៀងៗខ្លួនឆ្កែនោះក៏បានរត់ចូលមកហើយវាដើររករហូតតតែបានឃើញ Woody ហើយមើលទៅមុខវានឹងដូចជាចង់ខាំប្របាក់ Woody យើងខ្លាំងមែនតើតែតាមពិតពួកគេនឹងស្គាល់គ្នាសោះហើយ Woody នឹងក៏បានប្រឡែងលេងជាមួយនឹងឆ្កែនឹងទៅអូខ្ញុំភ្លេចប្រាប់ឆ្កែនឹងដែរនឹងមានឈ្មោះថា Buster មួយសន្ទុះក្រោយមកនឹង Andy ក៏បានឡើងមកបន្ទប់ពួកគេនឹងក៏ប្រញាប់ចូលទៅកន្លែងវិញរៀងខ្លួនម្ដាយរបស់ Andy ក៏បានឡើងមកប្រាប់ Andy ថាសល់ពេលតែ5នាទីទៀតប៉ុណ្ណោះយើងនឹងត្រូវចាក់ចេញទៅបោះតង់ហើយ Andy ក៏ថាសល់ពេល5នាទីទេដូច្នេះគេនឹងលេងរបស់លេងទាំងអស់ហើយពេលដែលកំពុងលេងសប្បាយនឹង Andy ក៏បានយក Woody មកគៀកដៃគ្នាជាមួយនឹង Buzz Lightyear ហើយក៏ធ្វើឲ្យ Woody នឹងរហែកដៃមួយចំហៀង Andy នៅពេលដែលឃើញដូច្នេះគេក៏បានយក Woody នឹងទៅដាក់នៅលើធ្នើមួយកន្លែងហើយគេក៏ត្រូវចេញទៅដែលគេនឹងមិនអាចយក Woody ទៅជាមួយបានទេគេក៏បានចេញទៅជាមួយនឹងម្ដាយរបស់គេបាត់ Woody ក៏មានការសែតជាខ្លាំងទោះជាមានអ្នកមកសួរគេយ៉ាងណាក៏ដោយហ្នឹងក៏គេមិនចង់និយាយជាមួយដែរពិតជាគួរឲ្យអាណិត Woody ខ្លាំងមែនតើបន្ទាប់មកហ្នឹងគេក៏បានគេយល់សប្តិឃើញថា Andy ហ្នឹងឈប់លេងជាមួយគេ
ហើយបានយកគេនឹងទៅបោះចោលក្នុងធុងសម្រាមទៀតផងពេលដែល Woody ភ្ញាក់ពីសុបិនអាក្រក់នោះវិញគេក៏បានទៅបើកមើលក្រោយសិភៅដែលគេបានផ្អែកនោះហើយគេនឹងក៏បានឃើញ VC បន្ទាប់មក Woody ក៏បានសួរនាំទៅកាន់ VC ថាហេតុអ្វីបានជាឯងមកនៅទីនេះទៅវិញ VC ក៏បានតបទៅវិញថាខ្ញុំខូចបំពង់សម្លេងហើយម្ដាយរបស់ Andy ហ្នឹងក៏បានយកខ្ញុំមកដាក់នៅទីនេះចោលទៅយើងប្រកាសជាឆ្ងល់ហើយមែនអត់ថាបើខូចបំពង់សម្លេងហើយចុះហេតុអីបានជាគេនិយាយទៅកាន់ Woody បានគឺដោយសារតែ VC គេខូចតែសម្លេងខាងក្នុងខ្លួនប៉ុណ្ណោះប៉ុន្តែមាត់របស់គេហ្នឹងអាចនិយាយទៅកាន់ Woody ឬសម្លេងបានធម្មតាហើយពេលកំពុងតែនិយាយគ្នាហ្នឹង Woody ក៏បានឃើញថាម្ដាយរបស់ Andy ហ្នឹងកំពុងតែដាក់ផ្លាកដីលក់ Woody ហ្នឹងក៏ប្រញាប់ស្រាច់ទៅប្រាប់គ្នារបស់គេថាម្ដាយរបស់ Andy ហ្នឹងបានដាក់ផ្លាកដីលក់ពួកគេហ្នឹងក៏នាំគ្នាភ័យហើយរត់ទៅតម្រង់ជួរតែមិនទាន់នឹងបាននិយាយស្អីផងហ្នឹងម្ដាយរបស់ Andy ក៏បានឡើងមកក្នុងបន្ទប់ហើយពួកគេហ្នឹងក៏ប្រញាប់រត់ទៅកន្លែងវិញរៀងៗខ្លួនម្ដាយរបស់ Andy គាត់ក៏បានឡើងមកព្រមជាមួយនឹងប្រអប់មួយដែលសរសេរតម្លៃដាក់ថា$25រួចគាត់ហ្នឹងក៏បានដើរប្រមូលរបស់របរដែលមិនចាំបាច់ដើម្បីយកទៅដាក់ក្នុងប្រអប់ដើម្បីលក់ចេញហើយនៅក្នុងការយករបស់របរដែលមិនចាំបាច់ដើម្បីទៅលក់ចេញហ្នឹងក៏មាន VC របស់យើងផងដែរនៅពេលដែល Woody គេបានឃើញដូច្នេះគេមិនអាចឈរមើលបានទេ Woody គេក៏បានហួចហៅ Buster ឲ្យមកក្នុងបន្ទប់រួចគេហ្នឹងក៏បានឡើងជិះ Buster ដើម្បីចុះទៅក្រោមហើយ Woody ហ្នឹងក៏បានពួននៅជាប់ចំហៀងឆ្កែហើយគេហ្នឹងក៏បានទៅដល់គោលដៅ Woody ហ្នឹងក៏បានឡើងទៅលើតុរួចគេក៏បានស្វែងរក VC នៅក្នុងប្រអប់នោះហើយអ្នកដែលនៅខាងលើនេះស្មានតែ Andy ហ្នឹងចង់ចូលទៅលក់ខ្លួនរបស់គេហ្នឹងតម្លៃ$25 Woody ក៏បានយក VC ចេញពីក្នុងប្រអប់ហើយគេក៏បានដាក់ VC ជាប់ជាមួយនឹងឆ្កែ Buster ហើយពួកគេហ្នឹងក៏បានចេញទៅទាំងអស់គ្នាតែ Buster ហ្នឹងគេហក់ខ្លាំងពេកក៏បានធ្វើឲ្យ Woody ហ្នឹងគេតោងអត់ជាប់ហើយគេហ្នឹងក៏បានធ្លាក់ចុះពីលើ Buster ហើយ Buster មិនដឹងខ្លួនគេហ្នឹងក៏បានរត់ចូលទៅក្នុងវិញបាត់ចំណែកឯ Woody ហ្នឹងក៏បានធ្វើជាដេកនៅស្ងៀមហើយក៏មានក្មេងស្រីម្នាក់ហ្នឹងបានដើរមកឃើញ Woody ហើយនាងក៏បានយក Woody ទៅឲ្យម្ដាយរបស់នាងមើលហើយនាងក៏បានសុំម្ដាយរបស់នាងហ្នឹងចង់យក Woody ទៅលេងជាមួយគ្នារាល់ថ្ងៃតែម្ដាយរបស់នាងមិនព្រមឲ្យយក Woody ទៅលេងនោះទេហើយម្ដាយរបស់នាងហ្នឹងក៏បានបោះ Woody ខ្ទាតចូលទៅលើតុរួចក៏មានបរិសម្នាក់ហ្នឹងបានងាកមកឃើញ Woody ហើយមើលទៅបរិសម្នាក់ហ្នឹងដូចជាពេញចិត្តនឹង Woody ខ្លាំងមែនទែនដែលគាត់ហ្នឹងសើចផងសប្បាយផងនៅពេលដែលបានឃើញ Woody ម្ដាយរបស់ Andy ហ្នឹងក៏បានដើរមកជិតហើយគាត់ហ្នឹងក៏បានសុំទិញតុក្កតា Woody ហើយដោយឲ្យតម្លៃនេះ$25តែម្ដាយរបស់ Andy ក៏បាននិយាយថាខ្ញុំមិនលក់នោះទេម្ដងម្នាក់នោះគាត់ក៏បានឲ្យតម្លៃ$50ហើយ$50ចំនួនហ្នឹងគឺវាមានតម្លៃថ្លៃដែរហ្នឹងតែម្ដាយរបស់ Andy នៅតែមិនព្រមលក់ដោយនាងហ្នឹងបាននិយាយទៅកាន់បរិសម្នាក់ហ្នឹងថាតុក្កតាមួយនេះមិនមែនសម្រាប់លក់នោះទេវាគឺជាតុក្កតាសម្រាប់ចិត្តរបស់កូនប្រុសរបស់ខ្ញុំហើយនៅពេលដែលម្ដាយរបស់ Andy កន្លែងតែនិយាយជាមួយអ្នកផ្សេងបុរសម្នាក់នោះគាត់ក៏ឆ្លៀតឱកាសពេលនោះគាត់ក៏បានលួចយក Woody ដាក់ចូលទៅក្នុងកាបូបរបស់គាត់ Bus នៅពេលដែលឃើញគេលួច Woody បែបនេះ Bus គេក៏បានហក់ចុះទៅក្រោមដើម្បីទៅជួយ Woody គេក៏បានរត់តោងខាងក្រោយឡានហើយគេហ្នឹងក៏បានបើកគ្រប់ឡានតែឡានក៏បានជិះចំផ្លូវរលាក់ហើយគេហ្នឹងក៏បានខ្ទាតធ្លាក់ពីលើឡានទៅដែលធ្វើឲ្យគេមិនអាចតាមឡាននោះបានទៀតទេនៅពេលនេះបុរសម្នាក់នោះគាត់បានយក Woody មកដល់ក្នុងសន្តាគាររបស់គាត់ហើយគាត់ហ្នឹងក៏បានយក Woody ទៅដាក់ក្នុងទូកញ្ចក់ដាក់តាំងមួយហើយគាត់ក៏បានដើរចេញទៅក្រៅបាត់ Woody គេក៏បានចេញពីក្នុងទូកញ្ចក់នោះរួចគេហ្នឹងក៏រត់ទៅរកទ្វារដើម្បីព្យាយាមហក់ឡើងទៅកាន់កន្លែងបើកទ្វារហ្នឹងអញ្ចឹងតែគេហ្នឹងមិនអាចហក់ដល់នោះទេក៏ព្រោះតែគេហ្នឹងមានមាឌតូចខ្លាំងមែនតើហើយទ្វារហ្នឹងមានកម្ពស់ខ្ពស់ជាងគេឆ្ងាយបន្ទាប់មក Woody ក៏បានរកផ្លូវផ្សេងដើម្បីចេញតែគេក៏មិនអាចចេញបានទេក៏ព្រោះតែប្រឡោះនោះវាជាប់ដែកគោលហើយស្រាប់តែមានសេះមួយក្បាលហ្នឹងបានដឹកគេជិះពេញក្នុងបន្ទប់ដែលធ្វើឲ្យ Woody ហ្នឹងមានការភ័យខ្លាចជាខ្លាំងហើយគេក៏ព្យាយាមឲ្យសេះនោះដាក់គេចុះ
រួចសេះមួយក្បាលនោះក៏បានក្រវាត់ Woody ហ្នឹងទៅបាសគូតងហើយក៏មានមនុស្សស្រីម្នាក់ហ្នឹងមកអើតមើលពីក្រោមគូតរបស់គេហើយនាងហ្នឹងក៏បានចាប់អោប Woody យើងយ៉ាងសប្បាយចិត្តពេញហ្នឹងតែម្ដងហើយនាងក៏បានឲ្យ Bullseye ទៅហៅលោកតា Prospector ឲ្យចេញមកមើលចឹងទៅសេះដែលបានដឹក Woody អំបៃមិញនេះគឺមានឈ្មោះថា Bullseye ហើយលោកតាគ្រាន់តែឃើញ Woody ក៏ពិតជាសប្បាយចិត្តដូចគ្នាហើយក៏បានហៅ Woody នៅពេលនេះគេមានការភ័យផងឆ្ងល់ផងថាហេតុអីបានជាពួកគេនឹងស្គាល់ឈ្មោះរបស់គេកុំថាឡើយ Woody សូម្បីតែ J2 Studios ហ្នឹងក៏កំពុងតែឆ្ងល់ដូចគ្នាបន្ទាប់មកពួកគេហ្នឹងក៏បានឲ្យ Bullseye គេបើកភ្លើងឲ្យភ្លឺហើយនៅពេលដែល Bullseye គេបានបើកភ្លើងទៅហ្នឹងភ្លើងនោះវាក៏បានចាំងទៅចំរូបភាពដាក់តាំងនៅក្នុងបន្ទប់ជាច្រើនដែលរូបទាំងអស់នោះគឺសុទ្ធតែជារូបរបស់គេជាមួយនឹងពួកគេនឹងផងដែរដែលមានន័យថាពួកគេនឹងជាក្រុមជាមួយនឹងគ្នា Woody ក៏មានការភ្ញាក់ផ្អើលនៅរឿងទាំងអស់នេះសូម្បីតែ J2 Studios នឹងក៏មានការភ្ញាក់ផ្អើលពីរឿងនេះដូចគ្នាហើយពួកគេក៏បានចាក់កាសែតវីដេអូរបស់ពួកគេឲ្យ Woody មើលដែលក្នុងវីដេអូនេះមានរូបរបស់នាងដែលនៅក្នុងនេះផងដែរហើយនាងនេះមានឈ្មោះថា Jessie និយាយទៅនៅក្នុងវីដេអូនេះមានរូបពួកគេទាំងអស់គ្នាតែម្ដង Woody កំពុងតែមើលវីដេអូនោះពិតជាមិននឹកស្មានដល់សោះថារូបគេនឹងធ្លាប់ជាអ្នកសម្ដែងឲ្យមនុស្សមើលនៅពេលដែលគេកំពុងតែជក់មើលវីដេអូដល់កន្លែងមួយហ្នឹង Jessie នាងក៏បានចុចបិទដែលធ្វើឲ្យ Woody នឹងស្រែកសួរថាហេតុអីបានជាបិទខ្ញុំកំពុងតែចង់មើលភាពបន្តទៀតផងហើយលោកតា Prospector ហ្នឹងគាត់ក៏បានប្រាប់ទៅ Woody វិញថាគេបានកាត់ចោលឈប់ផលិតត្រឹមនេះហើយ Woody ក៏បានឡើងទៅលេងរបស់របរដែលគេដាក់ទុកនៅទីនោះចឹងណាហើយមើលទៅ Woody ពិតជាកំ pl ែងខ្លាំងមែនតើបន្ទាប់មកគេហ្នឹងក៏បាននាំ Bullseye និង Jessie ឡើងទៅលេង dish បទចម្រៀងឡើងកំ pl ែងតែម្ដងរហូតដល់លោកតា Prospector ហ្នឹងនិយាយថារបស់ទាំងអស់នេះនឹងត្រូវយកទៅដាក់តាំងនៅក្នុងសារមន្ទីរ Woody ក៏បានសួរទៅកាន់លោកតា Prospector វិញថាតើសារមន្ទីរឈ្មោះអ្វីលោកតា Prospector ក៏បានតបទៅវិញថាសារមន្ទីរនៅប្រទេសជប៉ុនហើយ Woody ក៏បាននិយាយទៅវិញថាខ្ញុំមិនអាចទៅប្រទេសជប៉ុនបានទេពួកគេហ្នឹងក៏បានសួរទៅកាន់ Woody វិញថាហេតុអ្វីនឹងបានជាគេហ្នឹងមិនអាចទៅបាន Woody ក៏បានតបទៅវិញថាខ្ញុំមានម្ចាស់ហើយដែលមានឈ្មោះថា Andy ហើយគេនៅចាំលេងជាមួយនឹងខ្ញុំហើយ Woody ហ្នឹងក៏បានបង្ហាញឈ្មោះរបស់ Andy ដែលបានគូពីក្រោមស្បែកជើងរបស់គេហ្នឹងឲ្យទៅពួកគេនឹងមើល Jessie នៅពេលដែលឃើញបែបនេះនាងក៏ចាប់ផ្ដើមបែកអារម្មណ៍ភ្លាមតែម្ដង Woody ក៏បានសួរថាតើនាងយ៉ាងម៉េចទៅហើយលោកតា Prospector ហ្នឹងក៏បាននិយាយទៅប្រាប់ Woody ថាពួកយើងបានរងចាំឯងអស់រយៈពេលច្រើនឆ្នាំមកហើយព្រោះថាបើសិនជាគ្មានឯងនោះទេពួកយើងនឹងទៅនៅក្នុងប្រអប់នេះជារៀងរហូតក៏ព្រោះតែក្រុមរបស់យើងនឹងបានបាត់សមាជិកម្នាក់ដែលជាឯង Woody ទើបធ្វើឲ្យមនុស្សជាច្រើនលែងបានមើលវីដេអូដែលពួកគេបានផលិតចេញទៅទៀតដូច្នេះហើយទើបធ្វើឲ្យពួកយើងនឹងត្រូវជាប់នៅទីនេះបន្ទាប់ពី Woody គេបានដឹងពីរឿងទាំងអស់នេះហើយគេនៅតែនិយាយថាខ្ញុំមិនអាចទៅជាមួយអ្នកទាំងអស់គ្នាបានទេព្រោះតែខ្ញុំមានម្ចាស់ហើយដែលជា Andy ដែលគេនឹងនៅរងចាំខ្ញុំហើយបន្តិចក្រោយមកនោះបរិយាម្នាក់នោះក៏បានដើរចូលមកក្នុងបន្ទប់វិញហើយពួកគេក៏ប្រញាប់ដើរចូលទៅកន្លែងវិញរៀងខ្លួនបរិយាម្នាក់នោះក៏បានយកក្រុមរបស់ Woody និង Woody មកដាក់ដើម្បីតាំងតែគេទាញអត់មើលហ្នឹងក៏បានធ្វើឲ្យដៃម្ខាងរបស់ Woody ហ្នឹងបានដាច់ចេញពីគ្នារួចគេហ្នឹងក៏ប្រញាប់ទេទូរស័ព្ទទៅកាន់ជាងជួសជុលតុក្កតាដើម្បីឲ្យមកជួសជុល Woody កាត់មកគ្នារបស់ Woody វិញនៅពេលនេះពួកគេកំពុងតែស្វែងរកទីតាំងរបស់បុរសម្នាក់នោះដែលចាប់ Woody ទៅហើយតុក្កតាជ្រូកនោះក៏បានចុចរូប៉ុស្តិ៍ទូរទស្សន៍រហូតបានឃើញប៉ុស្តិ៍ទូរទស្សន៍ដែលបានផ្សាយពីហាងរបស់បុរសម្នាក់នោះដែលមានឈ្មោះថា All Toy Brands ហើយ Bus ក៏បានឲ្យក្តារខៀននោះគូររូបទីតាំងផ្លូវទៅរកបុរសម្នាក់នោះបន្ទាប់ពីបានដឹងទីតាំងហើយពួកគេហ្នឹងក៏ប្រញាប់រៀបចំខ្លួនដើម្បីចេញទៅស្វែងរក Woody ហើយបូនាងក៏បានមកថើប Bus មួយខ្សើតទុកសម្រាប់ជាការអរគុណទៅកាន់ Bus ដែលបានខិតខំទៅរក Woody ហើយលោកតាដំឡូងនេះគាត់ក៏ទទួលបានមួយខ្សើតដែរពីប្រពន្ធរបស់គាត់បន្ទាប់មកពួកគេហ្នឹងក៏បានចេញទៅដែលមានដូចជាលោកតាដំឡូងតុក្កតាជ្រូកអា Dinosaur Rex ហ្នឹង Buzz Lightyear ហើយនិង Slinky
បន្ទាប់មកពេលពួកគេចេញដើរមកដល់ពេលយប់ហ្នឹងពួកគេក៏បានសុំទៅកាន់ bus ថាសុំសម្រាប់មួយផ្លែតសិនតែ bus គេក៏បានប្រាប់ទៅពួកគេវិញថាតើនៅពេលដែលកញ្ជ្រួចដែលនៅពីក្រោយខ្នងរបស់ខ្ញុំនេះគ្មានភ្លើងបញ្ឆេះតើ Woody គេបានបោះបង់ចោលដែរឬទេពួកគេក៏បាននិយាយថាអត់ទេ bus ក៏បានបន្តសួរទៀតចុះតើនៅពេលដែលអ្នកទាំងអស់គ្នារុញ Woody ចុះពីលើឡានតើ Woody នៅតែបោះបង់ខ្ញុំចោលមែនទេពួកគេហ្នឹងក៏បាននិយាយថាអត់ទេ bus ក៏បាននិយាយទៅវិញថាដូច្នេះពួកយើងក៏ត្រូវតែមិនអាចឈប់សម្រាកដើម្បីទៅរក Woody បានដែរព្រោះយើងមានមិត្តភ័ក្តិដែលកំពុងតែជួបគ្នាលំបាកហើយពួកគេហ្នឹងក៏បានបន្តដំណើរទៅមុខទៀតកាត់មកដល់ Woody នៅពេលនេះវិញគេបានឃើញថាដៃម្ខាងរបស់គេដែលបានបាក់នឹងនៅក្នុងហៅប៉ៅរបស់បុរសម្នាក់ហ្នឹង Woody គេក៏បានចេញពីក្នុងប្រអប់នោះហើយគេហ្នឹងក៏បានដើរលបដើម្បីកុំឲ្យបុរសម្នាក់នោះឮសំឡេងនៅពេលបុរសម្នាក់នោះកំពុងតែគេហ្នឹងគេក៏បានធ្វើឲ្យនំរបស់គេហ្នឹងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវតែម្ដងដែលធ្វើឲ្យ Woody គេពិបាកនៅក្នុងការដើរទៅយកដៃរបស់គេណាព្រោះថាបើសិនជាគេដើរជន់នំទាំងអស់នោះច្បាស់ណាស់នំទាំងអស់នោះវានឹងបង្កឲ្យមានសំឡេងដែលធ្វើឲ្យបុរសម្នាក់នោះភ្ញាក់ Woody ក៏បានដើរថ្នមស្រាប់តែបួរស្អាយហ្នឹងគេបានដើរមកជន់នំនោះតែសំណាងល្អដែលបុរសម្នាក់នោះមិនទាន់បានភ្ញាក់ Woody ក៏បានដេញបួរស្អាយឲ្យទៅវិញតែគេមិនព្រមទៅ Woody ក៏បានប្រាប់បួរស្អាយថាឲ្យដើរកុំឲ្យជន់នំនោះអីនៅពេលដែល Woody គេបានឡើងទៅដល់លើក្បាលរបស់បុរសម្នាក់នោះហ្នឹងគេក៏បានយកដៃរបស់គេបានទៅហើយតែក៏ត្រូវបាននរណាម្នាក់ទេលួចបើកទូរទស្សន៍ដែលធ្វើឲ្យបុរសម្នាក់នោះភ្ញាក់ដឹងខ្លួនហើយគេហ្នឹងក៏បានយក Woody ទៅដាក់តាំងនៅក្នុងទូវិញហើយបុរសម្នាក់នោះក៏បានចេញទៅក្រៅបាត់ទៅព្រមទាំងបានកាន់ដៃរបស់ Woody ទៅទៀតផង Woody មានការខឹងខ្លាំងមែនទែនគេក៏បានឃើញថា Tele ដែលបានបើកទូរទស្សន៍ហ្នឹងវានៅនឹងមុខ Jessie ដែលធ្វើឲ្យគេហ្នឹងគិតថា Jessie ហ្នឹងឯងដែលជាអ្នកបើកទូរទស្សន៍អំបញ្ញមិញហ្នឹង Jessie នាងក៏បានប្រកែកថានាងមិនបានបើកនោះទេពួកគេក៏បានឆ្លោះគ្នាហើយ Jessie នាងទ្រាំមិនបាននាងក៏បានប្រដៅ Woody យ៉ាងធ្ងន់ដៃតែម្ដងកាត់មកដល់គ្នារបស់ Woody នេះវិញពួកគេហ្នឹងក៏បានដើរតាមផែនទីនោះរហូតមកដល់ទីតាំង Buzz Lightyear ក៏បានប្រាប់ពួកគេឲ្យយករនាំងផ្លូវហ្នឹងមកពាក់ហើយដើរឆ្លងផ្លូវដើម្បីកុំឲ្យឡានបុកហើយនៅពេលនោះពួកគេហ្នឹងដើររញ៉េរញ៉ៃធ្វើឲ្យស្ទះចរាចរណ៍ឡានបុកគ្នាពេញផ្លូវហ្នឹងតែម្ដងហើយនៅទីបំផុតហ្នឹងពួកគេហ្នឹងក៏អាចមកដល់ហាង Elle's Toy Brand បានកាត់មកដល់ Woody វិញនៅពេលនេះលោកតាដែលជាអ្នកជួសជុលតុក្កតាហ្នឹងបានចូលមកដល់ហើយគាត់ក៏បានរៀបចំប្រដាប់ប្រដាដើម្បីជួសជុល Woody ឲ្យគាត់ហ្នឹងមានជំនាញខ្លាំងមែនតើហើយគាត់មិនមែនត្រឹមតែជួសជុលដៃរបស់ Woody ប៉ុណ្ណោះទេគាត់ថែមទាំងលាបមុខបាញ់ពណ៌ឲ្យ Woody មើលទៅឡើងថ្មីដូចទើបតែទិញថ្មីទៀតផងហើយគាត់នឹងក៏បានយកថ្នាំលាបពីលើអក្សររបស់ Andy ទៀតហើយបន្ទាប់ពីគាត់បានជួសជុលរួចរាល់ហើយនោះគាត់ក៏បានយក Woody ទៅដាក់ចូលទៅក្នុងទូវិញកាត់មកគ្នារបស់ Woody នេះវិញពួកគេបានចូលមកដល់ក្នុងហាងហើយពួកគេហ្នឹងក៏បានចែកផ្លូវគ្នាដើម្បីតាមស្វែងរក Woody Buzz Lightyear គេក៏បានរត់ចូលទៅកន្លែងមួយដែលមានសុទ្ធតែរូបគេតែម្ដងដែលគេដាក់តាំងលក់រួចគេក៏បានឡើងមកលើដើម្បីរករបស់លេងដែលមានរូបរាងដូចគេដែលនៅពេលនេះគេបានបន្ថែមខ្សែក្រវ៉ាត់ Buzz យកដៃទៅចាប់ខ្សែក្រវ៉ាត់ហ្នឹងក៏ត្រូវបានតុក្កតា Buzz Lightyear ហ្នឹងបានចាប់ដៃគេហើយបានហៅប្រាប់គ្នាតាមរយៈអេកូមទៀតផង Buzz Lightyear របស់យើងគេបានដឹងរឿងអស់ហើយថាគេគ្រាន់តែជាតុក្កតាប៉ុណ្ណោះមិនអាចតាក់ទងជាមួយនឹងអេកូមបានទេគេក៏ខ្ជិលនិយាយច្រើនជាមួយនឹង Buzz ម្នាក់ហ្នឹងហើយ Buzz ម្នាក់ហ្នឹងក៏បានយក Buzz ពិតប្រាកដរបស់យើងដាក់ចូលទៅក្នុងប្រអប់ខាងក្នុងហើយខាងគ្នារបស់គេនេះវិញក៏បានជិះមកចំកន្លែងស្អីស្អាតរំសិចស៊ីហើយពួកគេហ្នឹងក៏បានសួរថាស្អីស្អាតមានស្គាល់កន្លែងដែលដាក់តុក្កតាថ្មីអត់នារីម្នាក់ហ្នឹងក៏បានប្រាប់ថានាងស្គាល់រួចនាងហ្នឹងក៏បានឡើងជិះឡានដើម្បីដឹកពួកគេទៅពេលជិះចូលទៅដល់ជួររបស់ Buzz Lightyear ហ្នឹងគេក៏ប្រទះឃើញថា Buzz Lightyear ហើយគេក៏បានយក Buzz ឡើងមកលើឡាន Buzz Lightyear យើងពិតប្រាកដកំពុងតែនៅក្នុងប្រអប់នេះហើយខំស្រែកប្រាប់ពួកគេថាពួកឯងនឹងយកខំមនុស្សហើយតែពួកគេនឹងមិនលឺទេហើយពួកគេនឹងក៏បានជិះចេញទៅបាត់ទៅ
កាត់បកដល់វូឌីវិញនៅពេលនេះបរិមម្នាក់នោះកំពុងតែថតរូបរបស់គេជាមួយនឹងក្រុមរបស់គេហើយបរិមម្នាក់នោះនឹងក៏មានការប្រញាប់ចេញទៅក្រៅមួយផ្លែតវូឌីក៏បានសប្បាយចិត្តយ៉ាងខ្លាំងដែលដៃរបស់គេនឹងបានភ្ជាប់គ្នាបានវិញហើយគេនឹងក៏បាននិយាយទៅកាន់ពួកគេថាខ្ញុំនឹងត្រូវចេញទៅរកអេនឌីវិញហើយJessie នាងខឹងនឹង Woody ហើយនាងក៏បានដេញ Woody ឲ្យចាក់ចេញទៅចោះរួចនាងហ្នឹងក៏ឡើងទៅអង្គុយម្នាក់ឯង Woody ក៏បានឡើងទៅសួរនាំ Jessie ថាហេតុអ្វីបានជានាងធ្វើអញ្ចឹងតើមានរឿងអ្វីទៅ Jessie នាងក៏បាននិយាយប្រាប់ទៅកាន់ Woody ថាកាលពីមុនខ្ញុំក៏មានម្ចាស់ម្នាក់ដែរហើយនាងស្រឡាញ់ខ្ញុំខ្លាំងណាស់នាងតែងតែលេងជាមួយនឹងខ្ញុំមើលថែខ្ញុំបានយ៉ាងល្អតែនៅថ្ងៃមួយហ្នឹងពេលដែលនាងចាប់ដើមធំឡើងពេញវ័យនាងក៏បានទុកខ្ញុំចោលនៅក្រោមគ្រែដោយមិនខ្វាយខ្វល់ពីខ្ញុំដោយការពីនាងនៅតូចទៀតនោះទេខ្ញុំក៏នៅក្រោមគ្រែនោះរហូតដល់ដីប្រឡាក់ពេញខ្លួនអស់រយៈពេលជាច្រើនឆ្នាំហើយនៅទីបំផុតហ្នឹងនាងហ្នឹងក៏បានមកយកខ្ញុំពីក្រោមគ្រែរួចនាងក៏បានដឹកខ្ញុំទៅកន្លែងដែលនាងចូលចិត្តទៅអង្គុយលេងជាមួយនឹងខ្ញុំកាលពីនៅក្មេងខ្ញុំពិតជាសប្បាយចិត្តឡើងវិញតែតាមពិតទៅនាងមិនបានយកខ្ញុំទៅអង្គុយលេងទៀតទេនាងក៏បានយកខ្ញុំទៅដាក់ចោលក្នុងប្រអប់បរិច្ចាគហើយនាងក៏បានជិះចេញទៅវិញបាត់ទៅដែលធ្វើឲ្យខ្ញុំនេះមានការខកចិត្តម្ដងទៀតខ្លាំងមែនទែន Woody បន្ទាប់ពីបានស្ដាប់ហើយគេក៏មានអារម្មណ៍ថាអាណិតទៅកាន់ Jessie តែគេមិនអាចជួយអ្វីបានទេគេក៏បានចុះទៅក្រោមវិញហើយគេនឹងក៏នៅតែទៅបើកខ្ចៅដើម្បីទៅរក Andy វិញហ្នឹងឯងលោកតា Prospector គាត់ក៏បាននិយាយទៅកាន់ Woody ថាឯងគួរតែគិតឡើងវិញ Woody ថាដៃរបស់ឯងខូចក៏ដោយសារតែ Andy ដែរម្ចាស់របស់ឯងហ្នឹងហើយឯងនៅទីនេះជាមួយនឹងពួកយើងក៏ជារឿងល្អដែរគឺនឹងល្អជាងនៅជាមួយនឹង Andy ដែលពួកយើងនឹងទៅសម្ដែងដាក់តាំងនៅក្នុងប្រទេសជប៉ុនទាំងអស់គ្នា Woody គេឈរគិតមួយសម្បកគេក៏សម្រេចចិត្តថាគេមិនទៅវិញនោះទេគេនឹងនៅជាមួយនឹងក្រុមរបស់ពួកគេក៏ព្រោះតែ Woody គិតថាបើសិនជាគេនៅទីនេះវាក៏ប្រហែលជាល្អជាងនឹងឯងក៏ព្រោះតែ Andy បានទុកគេចោលនៅពេលដែលគេធ្វើឲ្យ Woody ខូចដៃហើយមួយវិញទៀតហ្នឹងគេក៏អាចជួយដល់អ្នកទាំងអស់គ្នានេះដើម្បីឲ្យបានចេញពីក្នុងប្រអប់ផងដែរ Jessie នាងក៏មានការសប្បាយចិត្តឡើងវិញកាត់មកដល់បរិមម្នាក់នេះវិញនៅពេលនេះគាត់ហ្នឹងកំពុងតែនិយាយទូរស័ព្ទហើយគាត់ហ្នឹងក៏បានដើរចូលមកក្នុងហាងដែលគ្នារបស់ Woody គេកំពុងតែនៅបន្ទាប់មកគាត់ហ្នឹងក៏បានដាក់កាបូបចុះទៅខាងក្រោមដែលធ្វើឲ្យគ្នារបស់ Woody ហ្នឹងមានឱកាសហក់ចូលទៅក្នុងកាបូបនោះដើម្បីស្វែងរក Woody ចំណែកឯ Buzz Lightyear ពិតប្រាកដនេះវិញគេក៏បានរើខ្លួនចេញពីក្នុងប្រអប់នោះបានសម្រេចរួចគេហ្នឹងក៏បានឃើញថាកន្ទុយ Dinosaur របស់ Alex នៅក្នុងកាបូបនោះហើយគេហ្នឹងក៏បានរត់តាមបរិមម្នាក់ហ្នឹងតែគេតាមមិនទាន់នោះទេហើយគេហ្នឹងក៏ព្យាយាមឡើងតោងដែកឡើងអីហ្នឹងដើម្បីអាឡាតហក់ទៅបានផុតឆ្ងាយពីហ្នឹងដើម្បីចេញបានក៏ប៉ុន្តែគេនៅតែមិនអាចចេញបានដដែលហ្នឹងគេក៏បានទៅរុញប្រអប់ទាំងអស់នោះដើម្បីបង្កើតជាសម្លេងដែលធ្វើឲ្យទ្វារនោះត្រូវបានបើករួចគេក៏បានរត់ចេញទៅតាមបរិមម្នាក់នោះតែគេហ្នឹងមិនបានដឹងទេថាមានប្រអប់មនុស្សយន្តសើកបានរហែកចេញមកក្រៅហើយសើកនោះដែរហ្នឹងក៏បាន scan ទៅដាក់ Buzz Lightyear ហើយគេក៏បានដេញទៅវាយប្រហារ Buzz Lightyear បរិមម្នាក់នោះក៏បានចេញពីក្នុងឡានហើយគេហ្នឹងមិនយកកាបូបទៅតាមខ្លួននោះទេបន្ទាប់មកពួកគ្នារបស់ Woody គេក៏បានចេញពីក្នុងប្រអប់តែច្បាស់ណាស់ថាពួកគេនឹងមិនអាចចាក់ចេញពីក្នុងឡានបាននោះទេក៏ព្រោះតែឡានហ្នឹងវាបានជាប់កន្លឹះ Buzz Lightyear คล้ายៗហ្នឹងគេក៏បានរាវទៅត្រូវកន្លែងបើកទ្វារបានហើយពួកគេហ្នឹងក៏បានរត់ចេញទៅតាមក្រោយបរិមម្នាក់នោះតែពួកគេមិនអាចចូលទៅក្នុងបានទេព្រោះតែទ្វារហ្នឹងត្រូវបានបិទ Buzz Lightyear คล้ายៗហ្នឹងក៏បានឃើញផ្លូវតូចមួយហើយគេហ្នឹងក៏បើកទ្វារដើម្បីនាំអ្នកគ្រប់គ្នាដើម្បីទៅតាមផ្លូវនោះរួចពួកគេហ្នឹងក៏បានធ្វើដំណើររហូតទៅដល់ផ្លូវមួយហើយពួកគេហ្នឹងក៏បានសួរថាម្ដេចបានជាឯងហ្នឹងថា Woody នៅក្នុងផ្លូវនោះគេក៏បានឆ្លើយតបទៅវិញថាក៏ព្រោះតែខ្ញុំហ្នឹងគឺជា Buzz Lightyear ពួកគេហ្នឹងក៏មានការឆ្ងល់ថាហេតុអ្វីទើបបានជា Buzz ហ្នឹងនិយាយអ្វីឈួតអញ្ចឹងពួកគេមិនទាន់ដឹងទេថាពួកគេហ្នឹងកំពុងតែនៅជាមួយនឹង Buzz Lightyear คล้ายៗពួកគេក៏បានទៅតាម Buzz Lightyear คล้ายៗនោះរហូតដល់កន្លែងចន្តាយន្តហើយ Buzz Lightyear នោះក៏បានយកដៃថក់ហ្នឹងឡើងនៅលើហើយដាក់ខ្សែឲ្យពួកគេហ្នឹងតោងឡើងតាមក្រោយ Buzz Lightyear ហ្នឹងពិតប្រាកដហ្នឹងរបស់យើងក៏បានរត់មកក្រោយហើយគេហ្នឹងក៏បានឃើញដានជើងដែលពួកគេហ្នឹងបានចូលទៅក្នុងហ្នឹង
bus គេក៏បានដើរចូលទៅតាមផ្លូវហ្នឹងតាមក្រោយពួកគេ Buzz Lightyear คล้ายៗនៅពេលនេះគាត់នឹងកំពុងតែឡើងទៅមុខលែងរួចហើយក៏ព្រោះតែអ្នកតោងពីក្រោមមកហ្នឹងគឺមានទម្ងន់ធ្ងន់គេក៏បានចុចខ្សែក្រវ៉ាត់ហើយប្រឡែងខ្សែនោះដែលធ្វើឲ្យពួកគេហ្នឹងធ្លាក់ចុះក្រោមតែក៏ត្រូវបានចន្ទាយន្តហ្នឹងដឹកពួកគេឡើងមកលើហើយ Buzz Lightyear ហ្នឹងក៏បានធ្វើដៃហោះឡើងលើដូចជាគេហ្នឹងកំពុងតែហោះអញ្ចឹងតែតាមពិតហ្នឹងគឺគាត់ហ្នឹងឈរទៅលើពួកហ្នឹងឡើងចង់ស្លាប់បាត់ទៅហើយរួចយើងក៏បានឃើញថា Buzz Lightyear ពិតប្រាកដរបស់យើងហ្នឹងតោងពីក្រោមចន្ទាយន្តនោះពេលនេះ Woody គេកំពុងតែសម្ដែងធ្វើជាខ្លួនរបស់គេហ្នឹងកំពុងតែឡើងឆាកហើយពេលសម្ដែងហើយហ្នឹងមើលទៅពួកគេគឺផាប្រឡែងគ្នាលេងយ៉ាងសប្បាយមានក្តីសុខតែម្ដងចំណែកឯគ្នារបស់ Woody នៅពេលនេះវិញពួកគេហ្នឹងបានរត់មកដល់ផ្លូវដែលនៅជិតនឹងបន្ទប់ Woody ហើយពួកគេហ្នឹងក៏បានឮសំឡេង Woody កំពុងតែសែកលេងអញ្ចឹងណាហើយពួកគេហ្នឹងក៏បានរត់ចូលទៅតាមផ្លូវដែលឮសំឡេង Woody ហើយលោកតាដំឡូងហ្នឹងក៏បានដោះគ្រាប់ភ្នែករបស់គាត់មួយចំហៀងដើម្បីមើលថាតើនោះគឺជា Woody ពិតមែនដែរឬទេបន្ទាប់ពីបានឆ្លោះមើលឃើញថា Woody ហើយហ្នឹងពួកគេហ្នឹងក៏ចង់ចេញទៅតាមទ្វារហ្នឹងតែដោយសារទ្វារហ្នឹងវាជាប់អញ្ចឹងពួកគេហ្នឹងក៏បានយកក្បាលរបស់ Dinosaur Rex ហ្នឹងរត់ទៅបុកទម្លុះតែម្ដងហើយនៅទីបំផុតហ្នឹងពួកគេក៏អាចចូលទៅដល់ក្នុងនឹងបានជួបជាមួយនឹង Woody ហើយពួកគេហ្នឹងក៏បានចាប់ខ្លួនក្រុមរបស់ Woody ទុករួចហើយក៏ចង់នាំ Woody ទៅវិញតែកំពុងតែលើកយក Woody ទៅវិញហ្នឹង Buzz Lightyear ពិតប្រាកដរបស់យើងក៏បានចេញមកធ្វើដៃឈប់ខ្ញុំនេះហើយគឺជា Buzz Lightyear ពិតប្រាកដដោយគេហ្នឹងបានលើកជើងដែលមានឈ្មោះរបស់ Andy ឲ្យពួកគេមើលហើយពួកគេហ្នឹងក៏ជឿបានព្រោះតែពួកគេហ្នឹងដឹងថាអក្សរនេះជារបស់ Andy ហើយបន្ទាប់មកហ្នឹងពួកគេក៏នាំយក Woody ទៅវិញតែ Woody ហ្នឹងគេបានប្រាប់ទៅគ្នារបស់ពួកគេវិញថាខ្ញុំមិនទៅវិញទេដែលធ្វើឲ្យពួកគេហ្នឹងមានការឆ្ងល់ជាមួយនឹង Woody ជាខ្លាំងហើយ Woody ហ្នឹងក៏បានបើកទូរទស្សន៍ឲ្យពួកគេមើលពីវីដេអូរបស់គេនិងក្រុមរបស់គេហើយបានប្រាប់ថាខ្ញុំទៅជប៉ុនដើម្បីសម្ដែងជាមួយនឹងពួកគេទៀតផងគ្នារបស់ Woody ពិតជាមានការខឹងនឹង Woody ខ្លាំងមែនទែនដែលពួកគេហ្នឹងខំប្រឹងមកជួយរក Woody ទៅវិញហើយទាំងគ្រោះថ្នាក់ផងនោះទម្រាំតែបានជួប Woody ហើយគេហ្នឹងបែបជានិយាយអ្វីឈួនអញ្ចឹងទៅវិញ Buzz Lightyear ពិតប្រាកដរបស់យើងក៏បាននិយាយថាយើងមិនបាច់បង្ខំគេទេបើគេមិនចង់ទៅវិញហ្នឹងហើយហ្នឹងពួកយើងហ្នឹងគួរតែទៅផ្ទះរបស់ Andy វិញទៅហើយពួកគេហ្នឹងក៏បានចាក់ចេញទៅវិញដែលមើលទៅទឹកមុខរបស់ពួកគេហ្នឹងគឺពិតជាមានការអស់សង្ឃឹមជាមួយនឹង Woody ខ្លាំងមែនទែនរីឯ Woody យើងនៅពេលនេះវិញគាត់ហ្នឹងអង្គុយគិតមួយសន្ទុះហើយគាត់ហ្នឹងក៏បាននិយាយថាតើខ្ញុំធ្វើអ្វីដាក់មិត្តភក្តិរបស់ខ្ញុំហ្នឹងនេះពួកគេខំមកជួយខ្ញុំទៅផ្ទះវិញតែខ្ញុំនេះបែរជាធ្វើបែបនេះដាក់ពួកគេទៅវិញ Woody ក៏បានស្រែកហៅ Buzz ថា Buzz ខ្ញុំនឹងទៅវិញជាមួយឯងហើយគ្នារបស់ Woody ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែល Woody សប្បាយចិត្តថាគេនឹងមកវិញតែ Woody ក៏បានប្រាប់ថាឲ្យចាំមួយផ្លែតសិនខ្ញុំត្រូវយកក្រុមរបស់ពួកខ្ញុំទៅជាមួយដែរហើយគេក៏បានទៅនិយាយជាមួយនឹង Jessie ថាពួកយើងនឹងទៅបន្ទប់ Andy វិញទាំងអស់គ្នាយើងមិនបាច់ទៅប្រទេសជប៉ុននោះទេ Andy នឹងមើលថែយើងបានយ៉ាងល្អ Jessie នាងមិនទាន់ចង់ទៅទេព្រោះតែនាងខ្លាចថា Andy នឹងទុកនាងចោលដូចជាម្ចាស់របស់នាងកាលពីមុនទៀត Woody គេក៏បាននិយាយលួងចិត្តទៅកាន់ Jessie ថា Andy នឹងមិនធ្វើបែបនេះឡើយហើយ Jessie ក៏បានយល់ព្រមទាំង Bullseye ផងដែរតែស្រាប់តែលោកតា Prospector ហ្នឹងបានចេញពីក្នុងប្រអប់ហើយគាត់ហ្នឹងក៏បានទៅបិទវិសនោះវិញហើយគាត់បានដើរទៅចុច tele បិទទូរទស្សន៍ដែលធ្វើឲ្យ Woody ដឹងថាតាមពិតទៅគឺជាលោកតា Prospector នេះសោះដែលបានចុចបើកទូរទស្សន៍ធ្វើឲ្យបុរសនោះភ្ញាក់កាលពីយប់មិញលោកតា Prospector ក៏បានចូលទៅក្នុងប្រអប់វិញហើយបុរសម្នាក់នោះក៏បានចូលមកក្នុងបន្ទប់ពួកគេក៏ប្រញាប់ចូលទៅក្នុងប្រអប់វិញហើយ Woody ហ្នឹងក៏បានដេកក្រៅបង្អស់បុរសម្នាក់នោះហ្នឹងគាត់ក៏មិនមានការឆ្ងល់អ្វីដែរព្រោះតែគាត់ហ្នឹងក៏ទៅប្រញាប់ដើម្បីចាក់ចេញទៅអញ្ចឹងតែគ្នារបស់ Woody ក៏ប្រញាប់រត់ចេញដើម្បីទៅតាម Woody ឲ្យតន់តែស្រាប់តែអាមនុស្សយន្តសឹកដែលបានដេញតាម Buzz Lightyear ពិតប្រាកដរបស់យើងបាយមិញហ្នឹងវាដេញមកតន់ហើយវាហ្នឹងក៏បើកការវាប្រហារមកកាន់ Buzz Lightyear ខ្លាយក៏បានហក់ដើម្បីតតាំងជាមួយនឹងសឹកហើយ Buzz Lightyear ពិតប្រាកដក៏បានហក់តោងខ្សែចន្តាយន្តហើយគេហ្នឹងក៏បានស្វែងរកផ្លូវដើម្បីចូលទៅក្នុងចន្តាយន្តដើម្បីស្វែងរក Woody
ពេលនេះមនុស្សយន្តសឹកបានមានប្រៀបទៅលើ Buzz Lightyear ហើយអារិកហ្នឹងវាក៏បានមកជួយ Buzz Lightyear ដោយវាបានយកកន្ទុយក្រវាត់សឹកមួយទំហឹងធ្លាក់ចុះក្រោមអារិកហ្នឹងវាក៏បានសប្បាយចិត្តយ៉ាងខ្លាំងក៏ព្រោះតែវាហ្នឹងបានឈ្នះទៅលើមនុស្សយន្តសឹកបានសម្រេចទៅហើយនៅពេលនេះ Slinky ក៏បានតោង Woody ដើម្បីទាញចេញពីក្នុងវ៉ាលីទៅហើយហ្នឹងតែក៏ត្រូវបានលោកតា Prospector នោះចាប់គេហ្នឹងចូលមកក្នុងវិញហើយពួកគេហ្នឹងក៏បានរត់ដេញទៅតាមបុរសម្នាក់នោះBuzz Lightyear ពិតប្រាកដហ្នឹងក៏បានហៅ Buzz Lightyear คล้ายៗឲ្យទៅជាមួយនឹងគេដែរតែ Buzz Lightyear คล้ายៗនោះប្រាប់ថាគេមិនទៅជាមួយទេគេនៅទីនេះលេងគប់បាល់ជាមួយនឹង Zurg ណានោះស្គយអាមនុស្សយន្ត Zurg ហ្នឹងក៏បានហៅ Buzz Lightyear ថាកូនប្រុសដែលមានន័យថា Zurg នេះជាឪពុករបស់គេយីវាទៅជាអញ្ចឹងទៅហើយពួកគេហ្នឹងក៏បានឡើងឡានមួយដើម្បីចេញដេញតាមឡានរបស់បុរសម្នាក់នោះហើយតែដល់អីនៅក្នុងឡានមួយហ្នឹងក៏មានតុក្កតាអេលៀន3នាក់នេះផងដែរ Slinky ជាអ្នកជន់ហ្គាហើយតុក្កតាទាំង3នោះក៏បានប្រាប់ឲ្យលោកតាដំឡូងនោះដាក់លេខទៅមុខហើយ Buzz Lightyear ជាអ្នកកាន់ចង្កូតឡានហើយពួកគេហ្នឹងបើករញ៉េរញ៉ៃពេញផ្លូវនឹងឯង Buzz គេក៏បានឡើងកាត់ចង្កូតដែលធ្វើឲ្យតុក្កតាអេលៀនទាំង3នោះទៀតចេញពីក្នុងឡានតែក៏ត្រូវបានលោកតាដំឡូងគាត់មកជួយទាន់ហើយពួកគេហ្នឹងក៏បានអរគុណទៅកាន់លោកតាដំឡូងពួកគេហ្នឹងក៏បានតាមឡានមកដល់ប្រលានយន្តហោះហើយ Buzz Lightyear ក៏បានយកកន្ត្រកដាក់អីវ៉ាន់ដើម្បីគ្របទៅកុំឲ្យមនុស្សឃើញហើយពួកគេហ្នឹងក៏បានឡើងទៅតាមផ្លូវដាក់វ៉ាលីដើម្បីដេញតាមវ៉ាលីរបស់ Woody ហើយបន្ទាប់មកពួកគេហ្នឹងក៏បានចូលមកដល់ក្នុងកន្លែងដែលសុទ្ធតែវ៉ាលីជាច្រើនដែលគេហ្នឹងកំពុងតែដាក់តាមយន្តហោះពួកគេក៏បានទៅដល់វ៉ាលីពណ៌បៃតងបន្ទាប់មកពួកគេហ្នឹងក៏បានបើកវាតែនៅពេលដែលបានបើកមើលទៅតាមពិតគឺជាប្រអប់ដាក់ដៃសោះ Buzz Lightyear ក៏បានរត់តាមវ៉ាលីពណ៌បៃតងរបស់ Woody បានសម្រេចហើយគេហ្នឹងក៏បានបើកប្រអប់នោះមើលគ្រាន់តែបើកមកភ្លាមក៏ត្រូវបានស៊ីកំដាប់ដៃរបស់លោកតា Prospector ផ្ងាក្រោយទាំងតែម្ដង Woody ពិតជាខឹងយ៉ាងខ្លាំងដែលលោកតានឹងហ៊ានវាយមិត្តភក្តិរបស់គេ Woody ក៏បានវាយគ្នាជាមួយនឹងលោកតា Prospector នោះតែ Woody ហ្នឹងក៏ត្រូវបានលោកតា Prospector ហ្នឹងវាយឲ្យទៀតចូលទៅកន្លៀតមួយហើយគាត់ហ្នឹងក៏បានយកកណ្ដៀវរបស់គាត់ហ្នឹងមកឆ្កឹះដៃរបស់ Woody ឲ្យរហែកហើយគាត់ហ្នឹងក៏បានប្រាប់ Woody ថាបើឯងចង់សនុកហ្នឹងឆាប់ចូលទៅក្នុងវ៉ាលីវិញភ្លាមតែបើឯងមិនចូលយើងនឹងកាត់ដៃរបស់ឯង Woody ក៏បានឆ្លើយថាយើងមិនចូលទេវើយដែលធ្វើឲ្យលោកតា Prospector នោះយកកណ្ដៀវមកបំរុងនឹងកាប់ដៃរបស់ Woody ទៅហើយតែក៏ត្រូវបានគ្នារបស់ Woody នឹងយកភ្លើងមកបញ្ចាំងចំមុខរបស់លោកតា Prospector នោះទាន់ហើយ Buzz Lightyear នឹងក៏បានចាប់លោកតា Prospector នោះរួចក៏បញ្ជូនឲ្យលោកតានោះមកក្រៅវិញជាមួយនឹងកាតាបរបស់ក្មេងស្រីម្នាក់ហើយក្មេងស្រីម្នាក់នោះក៏បានយកកាតាបចេញមកហើយក៏បានដាក់កញ្ញាដ៏ស្រស់ស្អាតចូលមកដែលកញ្ញាម្នាក់ហ្នឹងគឺជាកញ្ញាម្នាក់ដែលជិះឡាននាំគ្នារបស់ Woody ដល់រក Woody កន្លែងតែសប្បាយចិត្តហ្នឹងក៏ភ្លេចពី Jessie និង Buzz Eye គេហ្នឹងក៏បានចេញពីវ៉ាលីតាន់ចំណែកឯ Jessie នាងចេញពីវ៉ាលីហ្នឹងមិនតាន់នោះទេដែលធ្វើឲ្យនាងហ្នឹងត្រូវវ៉ាលីនោះអូសចុះទៅខាងក្រោមបាត់ Woody ក៏បានហៅ Buzz ហើយជិះ Buzz Eye ទៅជាមួយនឹងគេ Woody ក៏បានខំប្រឹងបញ្ជាឲ្យ Buzz Eye រត់ឲ្យលឿនដើម្បីតាមឡាននោះហើយនៅទីបំផុត Woody ក៏អាចតោងឡាននោះបានគេក៏ដើរចូលទៅកាន់វ៉ាលីនោះតែពេលទៅដល់ហ្នឹងក៏ចំពេលវេលាដែលគេហ្នឹងជិះមកដល់យន្តហោះហោះល្មមហើយបដម្នាក់នោះក៏បានយកវ៉ាលីហ្នឹងទៅដាក់តាមយន្តហោះដើម្បីដឹកចេញទៅតាមការងាររបស់គេអញ្ចឹងណា Woody ក៏បានចូលទៅក្នុងស្រោមប្រដាប់វាយសីហើយគេហ្នឹងក៏បានឡើងទៅដល់ក្នុងយន្តហោះគេក៏បានចេញពីក្នុងនោះហើយ Woody ក៏បានស្វែងរកវ៉ាលីរបស់ Jessie នៅពេលដែលគេទៅបើកវ៉ាលីទៅ Jessie នាងក៏បានងើបមកឲ្យ Woody ទាំងសប្បាយចិត្តដែលនាងនឹងប្រហែលជាគិតថានាងទៅបានដឹកយកទៅប្រទេសជប៉ុនបាត់ទៅហើយតែមិននឹកស្មានថា Woody ហ្នឹងគេមកជួយនាងសោះហើយពួកគេហ្នឹងក៏ប្រញាប់ចាក់ចេញពីយន្តហោះនោះឲ្យលឿនតែសោយខ្លាំងមែនទែនព្រោះថាយន្តហោះនោះដល់ម៉ោងដែលត្រូវហោះហើរហើយ Woody និង Jessie ក៏បានជាប់នៅក្នុងយន្តហោះនោះហើយ Woody ហ្នឹងក៏បានក្រឡេកទៅឃើញពន្លឺភ្លើងចេញពីក្នុងយន្តហោះនោះហើយគេហ្នឹងក៏ប្រញាប់នាំ Jessie ដើម្បីចេញពីទីនោះគេក៏បានទៅបើកគម្របកង់យន្តហោះហើយពួកគេហ្នឹងក៏បានហក់ចុះមកខាងក្រោមដែលតាមដែកនៃដងកង់យន្តហោះនោះតែមិនបានប្រយ័ត្នហ្នឹង Woody ហ្នឹងក៏បានជ្រុលជើងធ្លាក់ចុះក្រោម
tai chia sầm nang đó đại Chelsea nên chặt đây được bao vụ đi chọp tai đây được bao vụ đi nó còn là hai thanh tiền đã vừa ở vụ đi kia chung muộn tai bờ sai chia có ban nom bờ sai một toàn pe về lia vụ đi có ban giọt sai đại nơi bị coi luôn rồi bao kê nâng một rồi vì hai boss bộ tư chỉ muốn đằng sau dần ho mình tọp mò vụ đi nó có ban oi Chelsea nên pro lên đây Chelsea nên mình hiên tê pro thay niên nên lại slap tại vụ đi nó có ban pram tại can Chelsea tha vì chỉ ở cao trong cái hai Chelsea nên có ban pro lên đây bị lừa dần ho hai bộ kê nó có ban lẹ mốc vol chỉ muốn đằng sai nú hai ban bọc luôn cho một căn bờ slack kia ban tập lại hai dần ho nú có ban ho lang từ một bát từ bộ kế bất chỉ minh ca sẽ bài chật dạng khang cột rồi tại bộ kế nâng ban vi nó slap từ hai mình top pinu một Andy có ban từ lọc một đọc tè wing hai kế nâng có ban lang từ không mình tục đàm bay từ đọc vụ đi đại kế ban đã nơi lừa nơ tại kế nâng còn mình ban khơi vụ đi nơi tí đâu hai kế có ban nghiệm một rói khơi tha tộc ta đang được bao lên được bao kê tầng on cứ nơi chung kia lửa pu hai time trang sờ xe tha xôm xóa cô một cam tè wing Andy hai Andy cái bất chia sẻ bài cho clan mình tên đại khơi biên tộc ta tham ấy đại chỉ bổ sai hai đừng Chelsea đại kế man tài mà đại được bao kê nó chỉ nhận tin bộ kế đừng điệp trong riêng từ on đi ấy kê tai tạm bất tới bộ vụ đi ni anh chỉ nhận vừa supply bộ kê bẩn to bao dương cỡ ban khơi nơi cào bằng ui tha lan đại đặc vật ly nơi ti liên dần ho nước ban một đo một tè được bao kê đại miền đây tha bộ kế nước ban chi lan nu một tè bên đằng anh Andy các bạn đây đây ai vụ đi vinh hai bộ giải nâng Chelsea các bạn được tour so Andy bị cầm chương được bao kỳ tiệt phong mình tọt móc bus lại gì chương nâng các bạn từ nhà Chelsea hai vụ đi dương nữ penny kê ban đây được bao kỳ miền sạch đông đỏ thông mặt hang đại trong này ai lục ta đồng lầu đi vinh có tới ban phụ không tọt ta alien đi hai con tha lục ba rồi tại còn nâng ban chui chỉ vật vụ kỳ vì gì có ban một o côn bụt đi đại ban một chuối kê hai là penny còn phun sầm đấy được bao kế có ai chấm na ca ban với hai kế có ban riêng pin mình tục nâng hai riêng ra được bao ta Toy Story vẹt pi được bao dưỡng có ban cắt chop trong chấm nội đi đòi happy ending chẳng nơi không riêng mua đi đây cứ admin chia diêm sầm rai phong nâng bình dồi phong hai nâng này dây mười phong đầm bay oi của dân ai mơ ban đòi vô này riêng tràn đòi xa tại phía mùi nắng cứ admin ban sơ chia sầm rải làm ở tê cứ cắt tràn tại đòn chẳng tới không vẹo pì đi có riêng du mình tết chẳng mà sân chuyển biên cùng ho rơi co cần lại kho con trong na mùi nắng có xong mà chia sai phong đội chén xôm ở quân nhà tầng ngọt ní đại ban chấm lại Petrusna nhớ nâng chụp kia tiết nơi phía bay mình tỏ tiết bye bye